យូរជួបគ្នាម្ដងហើយឲ្យតែជួបគ្នាម្ដងនិយាយពីថាមហូបឡើងហៀតុកតែម្ដងហើយបើនិយាយពីរឿងម្ទេសគេនេះវិញចូលក៏ដឹងចេញក៏ដឹងដែរតក់តាណាក៏ហាយទៅនឹងហើយបើនិយាយពីរឿងប្តីខ្ញុំវិញគឺថាសវិសទឹកតែលេខ1តែម្ដងហើយពីរអ្នកនេះឲ្យតែមកជួបប្តីខ្ញុំដឹងតែចូលចិត្តញោះសួរគាត់ពីនេះពីនោះហើយប្តីខ្ញុំមាត់ឆៅដែរគាត់មានតញ្ញាអីនឹងឆ្លើយតែមុននឹងបានមហូបពេញតុកហ្នឹងគឺថាខ្ញុំបើកភ្នែកតាំងតែពីព្រឹកព្រលឹមតែម្ដងទៅផ្សារអញ្ចឹងតោះបងប្អូនមកមើលទស្សនវិជ្ជានៅក្នុងផ្សារជាមួយខ្ញុំហើយហាងខ្លះក៏បើកហាងខ្លះក៏មិនទាន់បើកដោយសារតែហាងខ្លះជាហាងកណាត់ចឹងហើយព្រឹកពេកគឺគេអត់បើកទេរៀងថ្ងៃបន្តិចបានគេបើកហើយផ្នែកខាងនេះវិញគឺជាផ្នែកខាងលក់សាច់ជ្រូកហើយផ្សារចុងប៉ាងនេះដែរគឺថាឲ្យទៅថ្ងៃសៅរ៍ថ្ងៃអាទិត្យវិញនិយាយពីថាមនុស្សច្រើនណាស់បងប្អូនអើយដើរវិញតតែផ្អៀងខ្លួនអីណោះព្រោះអីថ្ងៃសៅរ៍អាទិត្យគឺជាថ្ងៃឈប់សម្រាករបស់គេចឹងហើយគេនាំគ្នាមកទិញម្ហូបទុកចឹងហើយចិត្តចូលឆ្នាំចឹងនិយាយពីថាបកាមានគ្រប់ម៉ូតគ្រប់ម៉ាកត្រីនេះត្រីនោះហើយបើនិយាយពីរឿងងាវវិញបងប្អូនអើយធំល្អមែនទែនហើយលៀនដាតឲ្យថ្លល់ខ្ញុំនេះថាចង់កាន់សិលមិនប៉ះពាល់ទេរបស់មានជីវិតក៏ប៉ុន្តែពេលទៅទិញងាវរតាណាលៀនដាតបានយកទៀតសិលនេះសិល8ស៊ីអំបិលបងប្អូនហើយនិយាយពីថាអូយត្រីស្រស់ណាស់ទៅផ្សារព្រឹកឡើងគឺថាខ្វាកគ្រប់ម៉ូតគ្រប់ម៉ាកតែម្ដងណាបងប្អូនហើយគេដាក់ថាសចឹងទៅមានតាមតម្លៃគេអញ្ចឹងណាហើយបើនិយាយពីរឿងក្តាមវិញមើលទៅគឺថាស្រស់ធំល្អខ្លាំងមែនតែមានណាពេលយកទៅស្ងោរសាច់អន់ទៀតហើយខ្ញុំទិញក្តាមខ្ញុំចូលចិត្តរើសយកក្តាមមេវាមានពងហើយបងប្អូនដែលស្រឡាញ់ចូលចិត្តវីដេអូខ្ញុំជួយ share វីដេអូខ្ញុំម្នាក់មួយផងអោសឃើញអីហ្នឹងជួយដាក់មេដៃមេជើងប៉ុចម្នាក់មួយមកដើម្បីជាកម្លាំងចិត្តហើយមើលត្រីសមុនគេនេះបងប្អូនហើយមិនមែនថោកទេណាម្ដុំចឹងអីមិនស្រួល4 10 20រៀលហើយតូបបន្លែអ៊ំប្រុសនេះគឺថាបន្លែគាត់លក់ធូរថ្លៃខ្លាំងមែនតែនហើយខាងនេះគឺថាជាបន្លែធម្មជាតិដែលចាស់គាត់បេះបោចតាមចំការអីចឹងណាបងប្អូនហើយផ្សារចិត្តផ្ទះខ្ញុំនឹងស្អីក៏មានដែរបងប្អូនអើយបន្លែត្រីសាច់ស្រស់និយាយពីថាมันចាញ់ខ្មែរទេហើយខ្ញុំនឹងនិយាយពីថាយួរចង់បាក់ដៃបាក់ជើងតែវាឃ្លានថតចង់ថតពីសកម្មភាពនៅក្នុងផ្សារចែកជូនបងប្អូនមើលថាផ្សារនៅសិង្ហបុរីគឺបែបហ្នឹងហើយពេលមកដល់ផ្ទះវិញហ្នឹងគឺថាអូបញ្ញាប់ដៃបញ្ញាប់ជើងធ្វើក្តាមមុនគេមិនហ៊ានទុកយូរទេខ្លាចក្តាមវាអន់សាច់តែមានណាវានៅតែអន់ដដែលមិត្តភ័ក្ដិខ្ញុំថាពួកម៉ាក់អើយធ្វើគ្រឿងសមុទ្រញ៉ាំទៅមិនសូវហត់គ្មានទេអាគ្រឿងសមុទ្រនេះហត់ជាងអាពោះគោទៀតពោះគោលាងហើយដាក់ស្ងោរចោល1 ម៉ោង 2 ម៉ោងចោលអីទៅវាផុយបានញ៉ាំបើអានេះវិញអង្គុយរុះលាងឯងទៅរំទៅហើយមួយជាពិសេសហ្នឹងគឺថាងាវនឹងតែម្ដងហើយក្តាមតែខ្ញុំយកមកគឺថាខ្ញុំលាងខ្ញុំដោះខ្ញុំរុះកលុកកលាតតែមកស្អាតថ្មីត្បិតតែផ្ទះខ្ញុំតូចញ៉ៃពិតមែនតែរឿងមហូបវិញគឺថាអនាម័យខ្ញុំហ៊ានធានាហ្មងគឺខ្ញុំធ្វើឲ្យមកស្អាតហើយបន្ទាប់មកហ្នឹងគឺថាខ្ញុំមានជាមួយនឹងនេះបន្លែខ្ញុំគឺថាមានជីបង្ទាកូនហើយមានជាមួយនឹងពេញប៉ោះខ្ចីនេះគឺថាមិនងាយទិញបានទេយូរឃើញមានម្ដងហើយមានជាមួយសាឡាត់ហើយមានតាំងពីស្ពៃកូនស្ពៃបូកគោទៀតហើយជីអាណានេះ$1គឺថាទិញយាយគាត់កាត់ហើយនេះទិញឡៃអ៊ំប្រុសធូរថ្លៃមែនតើ$1ឡើងមកកកោហើយបន្ទាប់មកគឺថាខ្ញុំដាក់ស្ងោរក្តាមហើយស្ងោរក្តាមខ្ញុំដាក់គល់លឹកគ្រៃខ្ញុំមានជាមួយនឹងដាក់ជាមួយនឹងជីក្រហមអីតិចចឹងណាពេលយើងស្ងោរទៅវាឈ្ងុយបងប្អូនហើយមានដាក់ជាមួយម្សៅស៊ុបមាន់អីតិចចឹងទៅដើម្បីឲ្យវាមានជាតិណាបើការប៉ិតទៅគ្រឿងសមុទ្រគឺវាមានជាតិហើយវាមានជាតិប្រៃជាតិអីហើយបន្ទាប់មកហ្នឹងគឺថាគេស្ងោរគ្រឿងសមុទ្រគេថាគេអត់ប្រើទឹកតែខ្ញុំប្រើតែបន្តិចដើម្បីកុំឲ្យវាខ្លោចខ្ទះចឹងណាបងប្អូនហើយខ្ញុំដាក់ស្ងោរចោលរយៈពេល20ទៅ25នាទីចឹងណាហើយបើនិយាយពីរឿងងាវវិញធំណាស់បងប្អូនហើយមិត្តភ័ក្ដិខ្ញុំគេថាអូយងាវសល្អណាមិនសល្អមិននេះកធារុះឡើងចង់ដាច់ដៃដាច់ជើងតបមកហ្នឹងគឺថាមិត្តភ័ក្ដិខ្ញុំគេចាប់ផ្ដើមមកដល់ណាអញ្ចឹងហើយគេអ្នកចាត់ចែងខាងធ្វើទឹកត្រីហើយក្តាមខ្ញុំហ្នឹងខ្ញុំស្ងោររយៈពេល20ទៅ25នាទីហ្នឹងគឺថាឃើញថាឆ្អិនហើយអញ្ចឹងគឺរួចជាការស្រាច់ក្តាមមួយហើយខាងនេះគឺខាងអ្នកបោកគាត់ហ្នឹងគ្មានអាណាធ្វើទឹកត្រីត្រូវមាត់គាត់ទេព្រោះគាត់ហ្នឹងស្ដាច់ម្ទេសញ៉ាំម្ទេសអាក្រក់ណាស់ទឹកត្រីគាត់ហ្នឹងញ៉ាំតក់តាណាកាហាយជាប់ទៅហ្នឹងហើយញ៉ាំតែ3នាក់ទេហើយមហូបឲ្យឡើងពេញតុកមានតាំងតែពីផ្អកកូនត្រីចុចជាមួយនឹងពពាយខ្ចីនិយាយពីថាឆ្ងាញ់ឆ្ងាញ់ញ៉ាំបដើក្លែមជាមួយត្រាវបំពងបដើនិយាយពីថាវាចូលជាតិគ្នាមែនតែនហ្មងណាបានត្រាវខ្លះអីខ្លះអញ្ចឹងហើយនេះដាក់មកកូនស្ពៃបូកគោមានជាមួយងាវហើយជាមួយស្អីគេខ្ទឹមបំពងយើងអាខ្ទឹមក្រហមនិយាយពីថាអូយត្រូវជាតិគ្នាណាឥឡូវចង់និយាយថាឆ្ងាញ់មិនឆ្ងាញ់យើងមើលតែមុខអ្នកភ្លក់ទៅកូនសក់បាសជ្រងហើយប៉ុណ្្នឹងហើយមិនឆ្ងាញ់មិនទៀតនិយាយពីថាគ្រាន់តែហិលម្ទេសនឹងលូកឡើងវែងវាន់អស់ហើយមានរបស់ចឹងញ៉ាំមិនដែលបានស្គាល់ជាតិអីគេញ៉ាំពួកជាអីទេណែអានេះលួចប្តីនៅធ្វើការឡើយលួចអាស្រាកូនខ្ចីអាកូនខ្ចីហ្នឹងគឺថាផ្អែមដូចថ្នាំក្អកអញ្ចឹងថ្នាំក្អកថ្នាំក្អក
ប្រាប់គេមើលម៉ានដង The God got change face or still same face អត់យកអត់ចិត្តដល់ then ឃើញតែគេចុះ Step how many level then can see God every morning